បាទសូមស្វាគមន៍លោកអ្នកនាងសាជាថ្មីម្ដងទៀតមកកាន់កម្មវិធីព័ត៌មានអាស៊ីអាគ្នេយ៍យប់នេះបាទសម្រាប់ព័ត៌មានបន្តនេះយើងទៅមើលព័ត៌មានមួយទៀតបាទនិយាយអំពីស្ត្រីដែលគាត់ធ្លាប់តែបម្រើការងារនៅតាមហាងនាពេលរាត្រីមានដូចជាខារ៉ាអូខេបៀកាឌិនអីជាដើមនោះឥឡូវនេះកំពុងតែជួបនៅវិបត្តិដោយសារតែហាងទាំងអស់នោះត្រូវបានបិទបាទអញ្ចឹងទេដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលយើងឃើញថាអង្គការតម្លៃអឺស្ត្រីបាទដោយមានការឧបត្ថម្ភពីអង្គការរតនៈ International ហ្នឹងក៏បានចូលរួមឧបត្ថម្ភនៅស្បៀងអាហារក៏ដូចជាសម្ភារៈមួយចំនួនហើយក៏បានបង្រៀនពួកគាត់អំពីវិធីលាងដៃនិងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវផងដែរដើម្បីការពារនៅ COVID-19 បាទដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺឆ្លង COVID-19 នាព្រឹកថ្ងៃទី30ខែមេសានេះអង្គការតម្លៃស្ត្រីដែលជាអង្គការជួយទៅដល់ស្ត្រីបម្រើការងារនៅតាមសេវាកំសាន្តនានាដូចជា Beer Garden បារខារ៉ាអូខេនិងស្ត្រីងាយរងគ្រោះនៅក្នុងប្រទេសកម្ពុជាបានចុះធ្វើការបង្រៀនដល់ស្ត្រីដែលបម្រើការងារពេលយប់ប្រមាណជា40នាក់អំពីវិធីលាងដៃការពាក់ម៉ាស់ឲ្យបានត្រឹមត្រូវព្រមទាំងបានចែកស្បៀងអាហារនិងសម្ភារៈមួយចំនួនសម្រាប់ការពារជំងឺ COVID-19 ផងដែរលោកស្រីសេងសូលីដាស្ថាបនិកនិងជានាយិកាអង្គការតម្លៃស្ត្រីបានថ្លែងបញ្ជាក់ថាដោយសារបច្ចុប្បន្នមានការរីករាលដាលពីជំងឺ COVID-19 ហើយឃើញថាស្ត្រីធ្វើការងារពេលយប់ស្ទើរតែទាំងអស់បានបាត់បង់នៅការងារនិងប្រាក់ចំណូលហើយធ្វើឲ្យជីវភាពរបស់ពួកគាត់មានការធ្លាក់ចុះទើបថ្ងៃនេះអង្គការរបស់លោកស្រីនឹងមានការជួយឧបត្ថម្ភពីអង្គការរតនៈ International ក្នុងន័យចូលរួមចំណែកតូចមួយជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺឆ្លង COVID-19 បានចែកស្បៀងអាហារដល់ស្ត្រីបម្រើការងារពេលយប់ប្រមាណជា40នាក់មានអង្ករមីត្រីខទឹកត្រីទឹកស៊ីអ៊ីវស្ករសធុងទឹកចម្រោះជែលលាងដៃនិងម៉ាស់ដែលសរុបជាថវិកាអស់$2000ស្ថាបនិកនិងជានាយិកាអង្គការតម្លៃស្ត្រីបានបញ្ជាក់បន្ថែមថាចាអើយជាការពិតនៅពេលដែលយើងឃើញថារដូវកាលនឹងផ្ទុះឡើងនៅក្នុងខែ1ស្រាប់តែវាអត់សូវជាបញ្ហាធ្ងន់ធ្ងរតែចូលមកដល់ខែ2ជាពិសេសគឺខែ3និងខែ4នឹងតែម្ដងគឺពួកគាត់ពិបាកខ្លាំងមែនតើដូច្នេះហើយយើងបានធ្វើកម្មវិធីមួយក្នុងការដែលសម្ភាសសួរព័ត៌មានពីពួកគាត់ថាតើប៉ះពាល់អីគេខ្លះហើយពួកគាត់គ្រប់គ្នាតែម្ដងបានលើកឡើងថាទី1គឺការបាត់បង់ការងារអញ្ចឹងការងារដែលពួកគាត់ធ្វើខ្ញុំចង់បញ្ជាក់ថាកូនសិស្សរបស់ខ្ញុំគឺជាកូនសិស្សដែលគាត់ខ្វះនៅចំណេះដឹងគាត់រៀនបានតិចតួចអញ្ចឹងគាត់ទៅធ្វើការងារនៅតាមរាំងកាសា Beer Garden នៅពេលយប់ដូច្នេះហើយការងារហ្នឹងបើសិនជាខ្ញុំនិយាយថាជាការងារដែលមនុស្សជាច្រើនធ្លាប់តែរើសអើងចំពោះបងប្អូនស្ត្រីដែលជាកូនសិស្សរបស់នាងខ្ញុំនៅក្នុងថ្ងៃនេះគឺជាឱកាសពិសេសនាងខ្ញុំសូមលើកចាមរៀបដៃ10ដើម្បីនិយាយទៅកាន់ទស្សនិកជនទាំងអស់ថាសូមកុំមានការរើសអើងទៅដល់កូនសិស្សរបស់នាងខ្ញុំនៅក្នុងអង្គការនៃស្ត្រីហើយកុំមានការរើសអើងហើយមើលងាយមើលថោកគាត់ពីព្រោះថាមានផលលំបាកនៅក្នុងជីវិតរបស់ពួកគាត់ទើបពួកគាត់ធ្វើការងារនេះប៉ុន្តែជីវិតរបស់គាត់ក៏ត្រូវការសេចក្តីថ្លៃថ្នូរសេចក្តីសង្ឃឹមនិងកិត្តិយសរបស់ពួកគាត់ដែរហើយពួកគាត់បាត់បង់ការងារនៅក្នុងរដូវកាល COVID នេះហើយគាត់លំបាកហើយគាត់បានស្នើសុំមកដល់អង្គការតម្លៃស្ត្រីថាតើអង្គការបានអាចជួយអីគាត់បន្ថែមពីលើអ្វីដែលយើងធ្លាប់តែជួយគាត់ជារៀងរាល់ខែមានការបង្រៀនមានអាហារហូបចុកមានដូចជាឧបករណ៍រៀនសូត្រអញ្ចឹងយើងក៏បានធ្វើការពិភាក្សាជាមួយនឹងម្ចាស់ជំនួយនិងក្រុមការងាររបស់ពួកយើងទៅហើយក៏មើលឃើញថាជាឱកាសដែលយើងអាចធ្វើសកម្មភាពបែបនេះយើងបានធ្វើកាលពីខែ4ហើយខែ5នេះយើងធ្វើហើយខែក្រោយក៏យើងនៅតែបន្តធ្វើទៅតាមលទ្ធភាពដែលយើងអាចធ្វើបានរហូតទៅដល់ស្ថានភាព COVID នេះឲ្យស្ងប់ស្ងាត់អញ្ចឹងពួកគាត់នឹងត្រឡប់ចូលមករៀនដោយធម្មតាហើយការដែលគាត់មករៀននៅអង្គការតម្លៃស្ត្រីគាត់អាចជ្រើសរើសរៀននៅជំនាញជាច្រើនដែលគាត់ចង់រៀនចូលចិត្តរៀនទៅតាមអំណោយទានរបស់គាត់គឺគាត់អាចរៀនជាកាយសម្ផស្សហើយសាឡនចារៀនផ្នែកចុងភៅរៀនផ្នែកកាត់ដេរហើយមានកូនយើងមួយចំនួនហ្នឹងគឺគាត់បកទៅរៀននៅសាលារដ្ឋចាសាលាគេហៅថាចំណេះដឹងទូទៅចំណែកអតីតស្ត្រីដែលធ្លាប់បម្រើការងារនៅតាមហាងនានាក្នុងពេលរាត្រីក៏បានថ្លែងអំណរគុណដល់អង្គការតម្លៃស្ត្រីដែលបានយកពួកគាត់មកបង្រៀនជំនាញថ្មីនៅទីនេះនិងបានជួយឧបត្ថម្ភស្បៀងអាហារនិងសម្ភារៈមួយចំនួននៅពេលដែលពួកគាត់កំពុងតែមានតម្រូវការពីមុនខ្ញុំជានារីធ្វើការពេលយប់ហើយខ្ញុំធ្វើការហ្នឹងរយៈពេល2ឆ្នាំហើយពីកើតជំងឺ COVID-19 ហ្នឹងមកកន្លែងការងារខ្ញុំត្រូវផ្អាកហើយដល់ពេលអញ្ចឹងជីវភាពក្នុងគ្រួសារកាន់តែអន់ថយទៅហើយណាមួយមានបន្ទុកកូននៅក្នុងគ្រួសារច្រើនហើយដល់ពេលអញ្ចឹងទៅយើង
អត់មានការងារធ្វើបាត់បង់ប្រាក់ចំណូលច្រើនដល់ពេលអញ្ចឹងក្នុងក្រុមគ្រួសារកាន់តែអន់ថយទៅហើយខ្ញុំចង់អំពាវនាវដល់ទីរដ្ឋាភិបាលឲ្យជួយដល់ជាជនដូចជាអ្នកក្រដូចខ្ញុំអញ្ចឹងឲ្យជួយឧបត្ថម្ភឲ្យផុតពីជំងឺ COVID-19 នឹងផងហើយក៏ខ្ញុំអរគុណដល់អង្គការតម្លៃស្ត្រីដែលបានជួយឧបត្ថម្ភឲ្យពួកខ្ញុំជារៀងរាល់ខែហើយខ្ញុំចង់ឲ្យអង្គការតម្លៃស្ត្រីបន្តការជួយនាងខ្ញុំរហូតដល់COVID-19 ហ្នឹងគឺថាវាលុតបាត់ទៅវិញអញ្ចឹងណាថ្ងៃហ្នឹងខ្ញុំអត់ទាន់បានធ្វើការទេព្រោះអីមួយរយៈមុនខ្ញុំឈឺហើយក្នុងកំឡុងពេលកូវីដហ្នឹងពេលដែលខ្ញុំត្រូវការចង់រកការងារធ្វើវិញបែរជាអត់មានហើយរយៈពេលកូវីដមកហ្នឹងគឺពិបាកខ្លាំងពេលដែលយើងទៅផ្សារទៅអីអញ្ចឹងតំណែងគឺវាឡើងថ្លៃម្ហូបអីឡើង1គុណ2ខ្ញុំចង់សុំស្នើទៅដល់ប្រមុខថ្នាក់ដឹកនាំហើយជាពិសេសសម្ដេចតេជោហ៊ុនសែនតែម្ដងចាដោយសារតែខ្ញុំមករៀននៅទីនេះខ្ញុំគឺជាក្មេងនិយាយចំទៅគឺជាជនក្រីក្រចាជនក្រីក្រហ្មងណាគ្រួសារខ្ញុំអត់មានដីអត់មានផ្ទះអីទេអញ្ចឹងខ្ញុំបានសូមអរគុណច្រើនដល់អង្គការតម្លៃស្ត្រីដែលបានជួយឧបត្ថម្ភហើយនឹងម្ចាស់ជំនួយផ្សេងទៀតដែលបានជួយឧបត្ថម្ភឲ្យខ្ញុំបានរៀនសូត្រនៅជំនាញសម្អាងការចាជំនាញកែសម្ផស្សហ្នឹងអញ្ចឹងនាងខ្ញុំសូមឲ្យសម្ដេចតេជោជួយឧបត្ថម្ភដល់ជាជំនួយដល់អង្គការតម្លៃស្ត្រីពីព្រោះអីគាត់សំខាន់មែនទែននៅក្នុងការជួយដល់សង្គមរបស់យើងសម័យកូវីដហ្នឹងខ្ញុំប៉ះពាល់ច្រើនណាស់បាត់ប្រាក់ចំណូលធ្លាប់មានប្រចាំខែអញ្ចឹងផ្ញើទៅអ្នកផ្ទះអញ្ចឹងដល់ពេលឥឡូវវាបាត់បង់ចំណូលច្រើនហើយត្រូវចំណាយច្រើនទៅអ្នកផ្ទះផងយើងថ្លៃហូបចុកណាមួយអ្វីក៏រៀងឡើងថ្លៃដែរចុះតែសាំងតិចបន្តួចទេហើយបើមកហូបត្រីសាច់អីគឺឡើងថ្លៃទាំងអស់អញ្ចឹងវាមានប៉ះពាល់ច្រើនមែនទែនចាយើងថាដោយសារតែបញ្ហានៃជំងឺ COVID-19 គឺបានធ្វើឲ្យពួកគាត់គ្មានការងារធ្វើដោយមានហាងមួយចំនួនក៏ត្រូវបានបិទក៏ប៉ុន្តែយ៉ាងណាក៏ដោយតាមរយៈអង្គការមួយនេះគឺបានជួយបង្ហាត់បង្រៀនដល់ពួកគាត់ឲ្យពួកគាត់អាចចេះនៅជំនាញមួយផ្សេងទៀតហើយនៅក្នុងនោះក៏អាចឲ្យពួកគាត់ប្រើប្រាស់ជំនាញទាំងនេះដើម្បីមកប្រកបរបរចិញ្ចឹមជីវិតតខ្លួននៅគ្រាដែលការងារដែលពួកគាត់ធ្លាប់ធ្វើនោះគឺបានបញ្ឈប់ឬក៏កន្លែងខ្លះនោះគឺបានអាចដំណើរការជាបណ្ដោះអាសន្នទៅហើយនោះបាទ